បាទសួស្តីបងប្អូនបាទថ្ងៃនេះខ្ញុំសូមចែកម្លែកពាក់ព័ន្ធទៅនឹងវិធីការពារទូរស័ព្ទយើងកុំឲ្យមានមេរោគចូលហើយក៏ដូចជាមានwebsite ផ្សេងលុតចូលអញ្ចឹងណាដូច្នេះបងប្អូនគ្រាន់តែចូលតាមខ្ញុំទី1ចូលឡើង setting សម្រាប់ទូរស័ព្ទ Oppo បាទបន្ទាប់មកយើងជ្រើសរើសយកពាក្យ connection and sharing បាទបន្ទាប់មកបងប្អូនស្រឡឹងមើលទៅនឹង private DNS ចុចលើនឹងមកបាទអញ្ចឹងកន្លែងនេះយើងត្រូវបិទនៅពេលដែលយើងដាក់ចុចអូតូនេះគឺវានឹង load website ផ្សេងមកហើយវិញមួយទៀតវាអាចនឹងមានមេរោគនៅក្នុងទូរស័ព្ទយើងបាទអញ្ចឹងបងប្អូននៅពេលដែលបងប្អូនត្រូវចុចបិទបងប្អូនត្រូវចុចបំពេញកន្លែងprivate DNS នឹងដែរបាទបងប្អូនចុចកន្លែងហ្នឹងមកបាទហើយបងប្អូនត្រូវវាយបញ្ចូលឲ្យដូចគ្នាអញ្ចឹងណាបាទវាយអក្សរ dns.adguard.com ហ្នឹងបាទហើយបន្តមកបងប្អូនចុចបិទមកបាទគឺរួចជាស្រេចបាទសូមអរគុណច្រើន Thank you.